អាដាមមកទៅនិនអភិបាលខេត្តកំពតមានប្រសាសន៍ថាការដាំដើមឈើការថែរក្សានិងការពារអភិរក្សដើមឈើមិនមែនជាភារកិច្ចរបស់ស្ថាប័នមួយណាឡើយក៏ប៉ុន្តែជាភារកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាដើម្បីជួយថែរក្សាបរិស្ថានបៃតងការពារប្រភពទឹកនិងទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាសការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីរុក្ខទិវា9កក្កដា2026បានរៀបចំឡើងនៅបរិវេណជើងភ្នំទ្វារស្ថិតនៅភូមិលអាងឃុំលអាងស្រុកដងតុងខេត្តកំពតកាលពីថ្ងៃ13កក្កដា2026ពាក់ព័ន្ធនឹងផលប្រយោជន៍និងការចូលរួមដាំដើមឈើនេះអាដាមអភិបាលខេត្តកំពតមានប្រសាសន៍បញ្ជាក់បន្ថែមថាការដាំដុះនិងការថែរក្សាព្រៃជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវតែធ្វើឲ្យបានធ្វើឲ្យកើតទាំងអស់គ្នាដើម្បីជីវិតនិងការរស់នៅប្រកបដោយផាសុកភាពបាទនេះគឺបញ្ហាសំខាន់ណាស់អញ្ចឹងថ្ងៃនេះយើងបានប្រពៃពិធីរុក្ខទិវានៅទីនេះគឺខ្ញុំសូមជម្រាបជូនថាយើងនឹងរៀបចំកន្លែងនេះឲ្យទៅថ្ងៃមុខទៅជាកន្លែងទេសចរសាសនាទេសចរវប្បធម៌បាទគឺយើងបានគិតថាភ្នំនេះច្រកចេញចូលនៅខេត្តរបស់យើងហើយទីនេះក៏ជាទីសក្ការៈដែលយើងគោរពបូជាអ្នកចូលមកលេងនៅក្នុងខេត្តយើងតែងតែមានការបាទគោរពបូជាបួងសួងសូមសេចក្តីសុខសេចក្តីចម្រើននៅទីនេះដែលមានលោកម៉ែម៉ៅក៏ដូចជាលោកពុកពីឥឡូវថ្ងៃនេះនៅពេលនេះយើងបានគោរពនឹងការរៀបចំឡើងធ្វើនឹងការដាំដុះបានធ្វើរក្សាភ្នំនេះហើយនៅពេលខាងមុខនេះយើងនឹងទទួលបានសមិទ្ធផលថ្មីមួយទៀតគឺរូបសំណាកលោកតាទ្វាររាប់ជើងភ្នំនេះទាំងអស់ដីសាធារណៈរបស់រាប់ជើងភ្នំនេះរហូតគឺខ្ញុំគិតថាដាំដើមទៅទឹកប្រាំងដាំដើមចាំការីទៅអានឹងដូចមកឆាប់បានមនុស្សដើម្បីដាក់ឡានមកអីបន្តិចហើយអាខាងក្រោមនេះចាំយើងឈូសឲ្យស្អាតដាក់លូដាក់អីឲ្យស្អាតអ៊ុតឲ្យស្អាតកិនឲ្យស្អាតចាក់រួយថ្មមុជថ្មអីឲ្យស្អាតដើម្បីឡានមកគេអាចឈប់ទៅនឹងឈប់ហើយគេអាចដើរឡើងនៅផ្លៃអង្គមលោកតាទ្វារផ្លៃអង្គមម៉ែម៉ៅនៅខាងលើទៀតចង់សូមឲ្យលោកប្រធានមន្ត្រីកសិកម្មហើយនឹងខាងរដ្ឋបាលព្រៃឈើពិនិត្យមើលថាយើងអាចដាំលំរបៀបម៉េចលំនឹងមួយឲ្យប្រសូតបានសិទ្ធិការតម្លៃព្រៃមើលដល់ពេលរំដួលពេញក្នុងដែរទៅឲ្យយកជីកម្មនឹងឲ្យគេចុះកន្លែងនឹងមកថតនៅកន្លែងប្រាសាទម៉ែម៉ៅខាងលើថតនៅកន្លែងលោកតាទ្វារគឺសិទ្ធិខ្លួនប្អូនទាំងអស់ឲ្យបម្រើឲ្យមានការតាក់ទាញសូមបញ្ជាក់ដែរថាបើតាមលោកច័ន្ទរិទ្ធប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតថានៅក្នុងឱកាសនោះក្រុមការងារបានរៀបចំដាំកូនឈើជាង600ដើមនៅតាមបណ្ដោយផ្លូវជាតិជើងភ្នំទ្វារនិងផ្លូវឡើងភ្នំទៅប្រាសាទមាសលោកជំទាវម៉ៅពីខ្ញុំហ៊ុយបន្លែង LTNG News ខេត្តកំពត